ឡើងមគ្គទេសអប់រំចិត្តវិបស្សនាសតិនិងការរស់នៅប្រកបដោយបរមសុខនៅក្នុងសមុទ្រជីវិតដ៏ធំធេងដែលពេញទៅដោយរលកបោកបក់នៃលៀបយុសសរសើរនិងទាសុខនិងទុក្ខមនុស្សជាច្រើនតែងតែហែលលំក្នុងវាលវដ្តសង្សារដោយក្តីហត់នឿយដើមព្រះសម្មាសម្ពុទ្ធទ្រង់មិនមែនត្រាស់ដឹងដើម្បីឲ្យយើងគោរពបូជាតែមួយមុខនោះទេប៉ុន្តែទ្រង់ត្រាស់ដឹងដើម្បីបកគលផែនទីផ្លូវចិត្តដល់មនុស្សលោកក្នុងការធ្វើដំណើរទៅកាន់ត្រើយម្ខាងដែលជាត្រើយនៃសន្តិភាពភាពស្ងប់រងាប់និងការមិនញាប់ញ័រអត្ថបទធម៌កម្រិតស៊ីជម្រៅខាងក្រោមនេះគឺជាគ្រឿងពិចារណាដ៏ខាត់សតិស្មារតីដើមសម្រាប់បើកទ្វារបេះដូងឲ្យជួបពន្លឺពិតនៃជីវិតកក្កភាគទី1វិទ្យាសាស្ត្រនៃចិត្តនិងការស្គាល់ឫសគល់នៃសេចក្តីទុក្ខព្រះពុទ្ធសាសនាគឺជាសាសនានៃហេតុនិងផលព្រះអង្គទ្រង់មិនបានបង្រៀនឲ្យយើងអង្វរករអាទិទេពឬព្រហ្មលិខិតណាមួយឡើយគឺទ្រង់ឲ្យយើងសម្លឹងមើលមកចិត្តរបស់ខ្លួនឯងព្រោះចិត្តគឺជាអ្នកចរិតវាសនាដើមនៅក្នុងគាថាធម្មបទព្រះអង្គទ្រង់ត្រាស់ថាមនោពុព្វង្គមាធម្មាមនោសេដ្ឋាមនោរយាធម៌ទាំងឡាយមានចិត្តជាប្រធានមានចិត្តប្រសើរបំផុតសម្រាប់អំពីចិត្តបើបុគ្គលមានចិត្តទោសោសិលហើយនិយាយក្តីធ្វើក្តីសេចក្តីទុកតែងតាមដានបុគ្គលនោះដោយកង់រទេះដែលវិលតាមដានជើងគោដែលអូសទៅដូច្នោះដែរដើមបាតុភូតនៃចិត្ត3ដំណាក់កាលចិត្តរត់តាមអារម្មណ៍អវិជ្ជាធម្មជាតិរបស់ចិត្តប្រៀបដូចជាស្វាដែលរត់លោតពីមែកឈើមួយទៅមែកឈើមួយមិនចេះឈប់ឈរដើមកាលណាភ្នែកឃើញរូបជ្រំហុធំក្លិនត្រចៀកឮសំឡេងចិត្តក៏ស្ទុះទៅចាប់យកភ្លាមរួចក៏បង្កើតជាក្តីស្រឡាញ់ពេញចិត្តឬក្តីស្អប់មិនពេញចិត្តការជាប់ជំពាក់ឧបាទាននៅពេលចិត្តចាប់អារម្មណ៍ណាមួយមកបៀមទុកក្នុងបេះដូងវានឹងបង្កើតជាភាពប្រកៀកប្រកិតដើមយើងចង់ឲ្យរបស់ដែលយើងស្រឡាញ់នៅជាមួយយើងជារៀងរហូតហើយយើងចង់ឲ្យរបស់ដែលយើងស្អប់រលាយបាត់ភ្លាមការចង់ប្រឆាំងនឹងការពិតនេះហើយគឺជាចំណុចចាប់ផ្ដើមនៃសេចក្តីទុក្ខដឹងខ្លួនត្រឡប់មកផ្ទះសតិការបង្វឹកចិត្តមិនមែនជាការសម្លាប់អារម្មណ៍ឬឈប់ដឹងឈប់ឮនោះទេប៉ុន្តែជាការដើរតួជាអ្នកសង្កេតការណ៍ដើមនៅពេលខឹងក៏ដឹងថាខឹងនៅពេលលោភក៏ដឹងថាលោភគ្រាន់តែដឹងប៉ុន្តែមិនហក់លោតទៅលេងសើចជាមួយអារម្មណ៍ទាំងនោះឡើយកក្កភាគទី2អរិយសច្ចៈ4និងការប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ The Practical Four Noble Truths មនុស្សភាគច្រើនតែយល់ថាអរិយសច្ចៈគឺជាធម៌ខ្ពង់ខ្ពស់សម្រាប់តែព្រះសង្ឃឬអ្នកបួសរៀនដើមប៉ុន្តែតាមពិតទៅនេះគឺជាទស្សនវិជ្ជាជីវិតដ៏ទំនើបបំផុតដែលអាចយកមកដោះស្រាយបញ្ហាប្រចាំថ្ងៃបានគ្រប់កលៈទេសៈគោលធម៌សេចក្តីពន្យល់បែបធៀបនឹងជីវិតបច្ចុប្បន្នភារកិច្ចដែលត្រូវធ្វើកិច្ច1ដើមទុក្ខសច្ចៈសេចក្តីទុក្ខភាពមិនសុខស្រួលក្នុងចិត្តភាព stress ការខកបំណងការបាត់បង់និងសម្ពាធនៃជីវិតត្រូវស្គាល់និងព្រមទទួលស្គាល់ការពិតមិនមែនរត់គេចឬបដិសេធឡើយទេទីដើមសមុទយសច្ចៈហេតុនៃទុក្ខសេចក្តីប្រាថ្នាចង់បានហួសប្រមាណតណ្ហាការចង់ឲ្យគ្រប់យ៉ាងដើរតាមចិត្តរបស់យើងចង់ត្រូវលះបង់កាត់បន្ថយការរំពឹងទុកខ្ពស់ហួសហេតុនិងក្តីវង្វេង13ដើមនិរោធសច្ចៈការរំលត់ទុក្ខសភាពដែលចិត្តមានភាពធូរស្រាលស្ងប់រួចផុតពីសម្ពាធនិងស្គាល់នូវក្តីសុខពិតត្រូវធ្វើឲ្យជាក់ច្បាស់បង្កើតកន្លែងស្ងប់សុខក្នុងចិត្តឲ្យបានញឹកញាប់4ដើមមគ្គសច្ចៈផ្លូវទៅរកការរំលត់ទុក្ខវិធីសាស្ត្រក្នុងការរស់នៅគឺការដើរតាមផ្លូវកណ្ដាលមជ្ឈិមាបដិបទាមានសិលសមាធិបញ្ញាត្រូវចម្រើននិងអនុវត្តឲ្យបានរាល់ថ្ងៃរស់នៅដោយមានក្រមសីលធម៌និងសតិកក្កភាគទី3មហាសិល្បៈនៃការប្រឡែង The Art of Letting Go ព្រះពុទ្ធអង្គធ្លាប់មានពុទ្ធដីកាប្រដៅជឿនលឿនទៅកាន់ព្រះអនន្តថាដើមទ្រង់ធ្ងន់ព្រោះទ្រង់កាន់បើទ្រង់ដាក់ចិត្តទ្រង់នឹងស្រាលសូមពិចារណាលើរឿង3យ៉ាងដែលយើងត្រូវរៀនប្រឡែងការគ្រប់គ្រង Letting go of control មនុស្សយើងតែងចង់គ្រប់គ្រងចិត្តរបស់អ្នកដទៃចង់គ្រប់គ្រងលទ្ធផលនៃការងារនិងចង់គ្រប់គ្រងអនាគតដើមប៉ុន្តែការពិតគឺយើងអាចគ្រប់គ្រងបានតែសកម្មភាពក្នុងបច្ចុប្បន្នកម្មរបស់យើងប៉ុណ្ណោះចំណែកឯលទ្ធផលវាជាទូនាទីរបស់បច្ច័យខាងក្រៅដើមធ្វើហេតុឲ្យល្អបំផុត
ហើយប្រឡែងក្តីបារម្ភលើផលដែលនឹងមកដល់ប្រឡែងការវិនិច្ឆ័យ letting go of judgment ជារឿយៗចិត្តរបស់យើងតែងតែវេតម្លៃភ្លាមថាមនុស្សនេះអាក្រក់រឿងនេះមិនល្អថ្ងៃនេះហត់នឿយណាស់ការវិនិច្ឆ័យបែបនេះបង្កើតជារលកអារម្មណ៍វិជ្ជមាននិងអវិជ្ជមានមិនចេះចប់ដើមចូលរៀនមើលពិភពលោកតាមសភាពពិតរបស់វាដូចជាកញ្ចក់ឆ្លុះរូបភាពដោយគ្មានការលាបពណ៌បន្ថែមថ្នាំឡើយប្រឡែងតួខ្លួន letting go of ego ពាក្យថារបស់ខ្ញុំកិត្តិយសរបស់ខ្ញុំគំនិតរបស់ខ្ញុំគឺជាគុកដ៏ធំបំផុតដែលឃុំឃាំងសេរីភាពចិត្តដើមកាលណាតួខ្លួនកាន់តែធំសេចក្តីទុក្ខក៏កាន់តែច្រើនព្រោះយើងងាយនឹងរងរបួសដោយសារសម្ដីនិងកែវភ្នែករបស់អ្នកដទៃដើមកាលណាយើងធ្វើខ្លួនឲ្យតូចដូចជាធូលីដីឬដូចជាទឹកនោះគ្មាននរណាម្នាក់អាចធ្វើឲ្យយើងខូចចិត្តបានឡើយគគ្គភាគទី4សមាធិនិងវិបស្សនាឱសថសម្អាតចិត្តប្រចាំថ្ងៃការសម្អាតរាងកាយយើងត្រូវការងូតទឹកសម្អាតរាល់ថ្ងៃយ៉ាងណាការសម្អាតចិត្តក៏ត្រូវការចម្រើនសតិរាល់ថ្ងៃយ៉ាងនោះដែរដើមមិនចាំបាច់ទៅដល់ក្នុងព្រៃឬវត្តអារាមទើបអាចធ្វើសមាធិបានឡើយសាលាធម៌ដ៏ពិតប្រាកដគឺស្ថិតនៅលើកន្ទេលដកដង្ហើមរបស់អ្នកគ្រប់វិនាទីវិធីអនុវត្ត Zen Mindfulness សាមញ្ញតែមានអានុភាពសតិដកដង្ហើមអានាបានសតិនៅពេលព្រឹកព្រលឹមឬមុនពេលចូលគេងអង្គុយក្នុងកាយវិការត្រង់ខ្លួនធូរស្មាដើមដកដង្ហើមចូលឲ្យដឹងថាខ្យល់ចូលប៉ះច្រមុះដកដង្ហើមចេញឲ្យដឹងថាខ្យល់ចេញទៅក្រៅដើមប្រសិនបើចិត្តរត់ទៅគិតរឿងការងារឬរឿងអតីតកាលមិនបាច់ខឹងខ្លួនឯងទេគ្រាន់តែដឹងរួចនាំចិត្តត្រឡប់មកមើលដង្ហើមវិញដោយភាពទន់ភ្លន់សតិក្នុងការងារ meditation in action នៅពេលលាងចានដឹងខ្លួនថាកំពុងលាងចាននៅពេលស្ដាប់តន្ត្រីឬសំឡេងទឹកភ្លៀងផ្ដោតចិត្តស្ដាប់ដោយក្តីជ្រះថ្លាមិនគិតរវើរវាយដើមនៅពេលនិយាយស្ដីដឹងខ្លួនថាពាក្យនេះមានប្រយោជន៍ឬទេការធ្វើបែបនេះគឺជាការសន្សំធម៌ពលចិត្តមិនឲ្យខ្ជះខ្ជាយទៅលើរឿងអាសារបងព្រះពុទ្ធដំបូងមានសម្រាប់ជាប្រទីបបំភ្លឺចិត្តកុំជឿជាក់លើអ្វីមួយដោយគ្រាន់តែស្ដាប់តាមគ្នាកុំជឿដោយគ្រាន់តែជាប្រពៃណីកុំជឿដោយគ្រាន់តែពាក្យជាចាមរាមដើមប៉ុន្តែចូលជឿកាលណាអ្នកបានអនុវត្តវាដោយខ្លួនឯងឃើញថាវាមានប្រយោជន៍នឹងនាំមកនូវសេចក្តីសុខពិតប្រាកដដល់ខ្លួនឯងនិងអ្នកដទៃកាលាមសូត្រជីវិតនេះខ្លីណាស់គ្មានពេលវេលាសម្រាប់ទុកខឹងទុកស្អប់ឬទុកព្រួយបារម្ភឡើយដើមចូលរស់នៅដោយមានបេះដូងពោពេញដោយក្តីមេត្តាចេះចែករំលែកសេចក្តីល្អទៅកាន់មនុស្សជុំវិញខ្លួននិងរក្សាភាពត្រជាក់ត្រជុំនៅក្នុងចិត្តជានិច្ចកាលណាខាងក្នុងស្ងប់ពិភពលោកទាំងមូលក៏ស្ងប់សុខទៅតាមនោះដែរ